ជាមួយនឹងបូម៉ាត់រាងមូលដូចនំលោកខែការតុបតែងមុខដូចសត្វខ្ងោកនិងក្វែងដែលយើងមិនអាចយកដៃទៅប៉ះវាបានសោភ័ណភាពពិសេសទាំងនេះត្រូវបានចាត់ទុកថាជាស្តង់ដារការទាក់ទាញនៅក្នុងកែវភ្នែករបស់ពួកគេនៅក្នុងកុលសម្ព័ន្ធមេតាករុណានៃភាគខាងត្បូងប្រទេសអេត្យូពីក្មេងស្រីចាប់ផ្ដើមលាបបូម៉ាត់នៅអាយុប្រហែល10ឆ្នាំដោយសារតែជនជាតិមេតាសរសើរបូម៉ាត់ធំដើម្បីលាបបូម៉ាត់របស់ពួកគេដំបូងត្រូវរៀបចំបូម៉ាត់ដែលមានទំហំខុសគ្នាហើយភាគច្រើនជាក្មេងស្រីដែលស៊ូទ្រាំនឹងការឈឺចាប់ខ្លាំងដើម្បីបញ្ចូលបន្ទះបូម៉ាត់តាមបូម៉ាត់របស់ពួកគេដំបូងពួកគេចាប់ផ្ដើមជាមួយនឹងបន្ទះបូម៉ាត់តូចមួយដើម្បីដាក់ចូលក្នុងបូម៉ាត់ប៉ុន្តែក្រោយគេបានប្ដូរទំហំឲ្យធំជាងនេះបូម៉ាត់ធំជាងនេះបញ្ជាក់ពីភាពទាក់ទាញរបស់មនុស្សស្រីកាន់តែខ្លាំងនៅក្រុងម៉ាហុងនៅព្រំដែននៃប្រទេសភូមានិងប្រទេសថៃមានក្រុមមនុស្សវែងរស់នៅក្មេងចាប់ផ្ដើមពាក់កងទង់ដែងជុំវិញក្ររបស់ពួកគេតាំងពីអាយុ5ឆ្នាំហើយជារៀងរាល់ឆ្នាំបន្ទាប់ពីពួកគេអាយុ10ឆ្នាំពួកគេបន្ថែមកងមួយទៀតដែលពួកគេអាចពាក់បានដល់ទៅ25កងដែលមានទម្ងន់ជាច្រើនគីឡូក្រាមហើយកងទង់ដែងទាំងនេះអាចបន្ថែមបានតែមិនអាចដកចេញបានទេដោយសារតែទម្ងន់នៃកងដែលពួកគេពឹងផ្អែកលើការទ្រទ្រង់នៃរបស់ពួកគេនិយាយថាក្វែងបំផុតនៅទីនេះមានដល់ទៅ70សង់ទីម៉ែត្រហើយដ៏ស្ដើងបែបនេះត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃភាពស្រស់ស្អាតនិងទ្រព្យសម្បត្តិរបស់អ្នកស្រុក